ដើមរឿងបូណាងើយមកហៅសម្បាព្យាយាមទប់ទឹកភ្នែកដែលដក់នៅក្នុងប្រឡោះភ្នែកឲ្យវាហូរបញ្ច្រាស់ទៅវិញនាងប្រាប់ខ្លួនឯងទាំងជូរចាប់ថាត្រូវតែមិនយំទោះខាងក្នុងជឿចាប់ខ្លាំងយ៉ាងណាក៏ដោយបេះដូងដូចត្រូវជន់ឲ្យបែកប៉ុន្តែនាងត្រូវតែដើរទៅមុខបន្តទៀតដើម្បីមនុស្សម្នាក់ដែលកំពុងចាប់កំណើតដោយក្តីស្រឡាញ់របស់នាងនិងការសប្បាយរបស់មនុស្សម្នាក់នាងក្រមុំខំបបោមាត់សម្លេងរបស់មនុស្សម្នាក់នោះនៅតែលើកងរំពងក្នុងខួរក្បាលវាច្បាស់ដូចគេកំពុងនិយាយនៅចំពោះមុខខ្ញុំមិនធ្លាប់ប្រកបប្រជានឹងស្រីម្នាក់នោះនាងបានត្រឹមតែជាស្រីកំដរអារម្មណ៍ពេលរាត្រីប៉ុណ្ណោះស្រីកំដរអារម្មណ៍ពេលរាត្រីស្រីកំដរអារម្មណ៍ស្រីបើណាខាងបបោមាត់ខ្លាំងតើតែធំក្លិនឈាមប៉ុន្តែទោះជាយ៉ាងណាក៏ដោយព្រោះតែការជឿចាប់នៅខាងក្រៅមិនអាចធៀបនឹងការជឿចាប់នៅខាងក្នុងបានទោះវាកន្លងផុតទៅតាំងពីព្រឹកមិញម្លេះប៉ុន្តែអារម្មណ៍នៅតែមានអារម្មណ៍ថានៅថ្មីជានិច្ចនាងក្តាប់ដៃម្ដងទៀតតើតែកញ្ចក់មុតបាតដៃឲ្យអារម្មណ៍ជឿចាប់ហើយលាតមុខនឹងឆ្ងោតមើលក្រដាស់នៅក្នុងដៃម្ខាងទៀតដែលត្រូវខ្ញុំឡើងទក់តាំងពីទទួលបានពីស្រីម្នាក់សាច់មានលេខ7ខ្ទង់ដែលនាងទទួលការពីថ្ងៃត្រង់មនុស្សស្រីដែលធ្វើឲ្យនាងបានភ្លឺភ្នែកនិងបានដឹងថាអ្វីជាអ្វីប៉ុន្តែដូចទាញនាងឲ្យមានអារម្មណ៍ដូចធ្លាក់ពីកន្លែងខ្ពស់ទាញនាងឲ្យមកជួបការពិតថាវាបែបណានឹងធ្វើឲ្យនាងមានអារម្មណ៍ហាក់ដូចជាដៃអត់ស្រមោលតែកំភ្លៀងហៅស្មារតីម្ដងហើយម្ដងទៀតថានាងគួរតែភ្ញាក់ពីយោស័ព្ទពណ៌ផ្កាឈូកនោះហើយរាជបុត្រគឺជារាជបុត្រទាស័យតូចទៀតដូចជានាងចាត់ទុកជាស្អីបាននៅក្នុងជីវិតមនុស្សតែខ្ពង់ពោះហួសនឹងឈោម្នាក់នោះបានមិនមែនជាផ្លូវឆ្លងកាត់ឲ្យគេជន់ដើម្បីឲ្យបានទៅជួបនឹងអ្នកដែលល្អជាងអ្នកដែលស័ក្តិសមនឹងជាអ្នកដែលគេស្រឡាញ់តែប៉ុណ្ណោះបិណ្ណាដកខ្សែភ្នែកចេញពីសាច់មួយសន្លឹកនោះមើលនាឡិកាព្យួរជញ្ជាំងពេលនេះម៉ោង7:10យប់ទៅហើយតាមរយៈដែលនាងដឹងថាការប្រជុំរបស់គេក៏ជិតចប់ដែរនោះមិនយូរទេគេនឹងធ្វើដំណើរមកបន្ទប់នេះហើយនាងតែងតែអង្គុយចាំគេបែបនេះរយៈពេលច្រើនខែមកហើយប៉ុន្តែថ្ងៃនេះមិនដូចសັບមួយដងនាងនឹងមិនស្វាគមន៍គេដែលមានទឹកមុខហត់នឿយដោយការធ្វើការហួសម៉ោងដោយស្នាមញញឹមស្រស់មិនយកទឹកឲ្យគេមិនអោបឬបង្ហាញភាពស្និទ្ធស្នាលដោយគូស្នេហ៍ដាក់គេទៀតទេព្រោះនាងបានត្រឹមតែជាស្រីកំដរជារបស់លេងប៉ុណ្ណោះនាងញញឹមដាក់ខ្លួនឯងទម្រាំដឹងឋានៈថាមិនមែនជាគូស្នេហ៍